កងទ័ពថៃបានបញ្ជាឲ្យកម្លាំងជើងទឹកចេញការពារដែនសមុទ្រត្រួតគ្នាជាមួយកម្ពុជាហើយភ្លាមបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិថៃអនុម័តលុបអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2001ឬ MOU 44កាលពីល្ងាចថ្ងៃទី23ខែមេសាឆ្នាំ2026អ្នកជំនាញយល់ថានេះជាជំហានមួយធំដែលបិទយុទ្ធសាស្ត្រចរចារយៈពេលវែងនិងបើកផ្លូវទៅកាន់ការកំណត់សិទ្ធិកាន់កាប់ធនធានមហាសាលដែលកម្ពុជាត្រូវប្តឹងទៅតុលាការអន្តរជាតិ ICJ តាមការផ្សាយរបស់កាសែត The Nation នាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានបញ្ជាក់ថាការលុប MOU 44មិនចាំបាច់ត្រូវឆ្លងកាត់ការពិភាក្សាជាមួយកម្ពុជានោះឡើយក្រោយពីក្រុមប្រឹក្សាជាតិថៃសម្រេចលុបចោលរួចហើយថៃនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តជាផ្លូវការតែម្ដងក៏ប៉ុន្តែមុនគណៈរដ្ឋមន្ត្រីថៃចុចប៊ូតុងចុងក្រោយកងទ័ពជើងទឹកថៃបានចាប់ផ្ដើមសម្ញែងកម្លាំងរួចទៅហើយនេះសេនាធិការកងទ័ពជើងទឹកលោកថាដាវុតថាត់ភីតកុលបាននិយាយថាកងទ័ពជើងទឹកថៃត្រូវបានបញ្ជាចេញតាមគោលដៅត្រៀមរួចរាល់ដើម្បីការពារអធិបតេយ្យភាពសមុទ្ររបស់ថៃយ៉ាងពេញលេញលោកថាដាវុតសង្កត់ធ្ងន់ថាពេលនេះកម្លាំងជើងទឹករងចាំតែបញ្ជាពីរដ្ឋាភិបាលប៉ុណ្ណោះដោយមិនខ្លាចការតវ៉ាពីកម្ពុជានេះសេនាធិការរូបនេះនិយាយថាការជំទាស់ដែលអាចកើតឡើងពីកម្ពុជាមិនមែនជារឿងគួរឲ្យព្រួយបារម្ភខ្លាំងទេព្រោះមានយន្តការអន្តរជាតិរួចហើយសម្រាប់ការចរចាបញ្ចប់បញ្ហាទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រដែលទាំងថៃនិងកម្ពុជាជាសមាជិកសូមបញ្ជាក់ថា MOU 44ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ2001ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃដែលមានទំហំ 26,000 គីឡូម៉ែត្រការ៉េកាសែត Bloomberg រាយការណ៍ថាតំបន់នេះមានធនធានប្រេងនិងឧស្ម័នតម្លៃយ៉ាងហោចណាស់300,000 លានដុល្លារលោកកិនភីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានប្រាប់ News Today ថាបើថៃពិតជាលុបចោល MOU នេះជាឯកតោភាគីកម្ពុជាគ្មានជំរើសអ្វីក្រៅពីប្តឹងទៅតុលាការអន្តរជាតិ ICJ នោះទេព្រោះនោះជានីតិវិធីដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រក៏ប៉ុន្តែលោកបង្ហាញក្តីបារម្ភថានីតិវិធីនេះនៅវែងឆ្ងាយនិងស្មុគស្មាញជាពិសេសក្នុងស្ថានភាពដែលប្រទេសខ្លាំងខាងអំណាចយោធានិងសេដ្ឋកិច្ចដូចជាថៃមិនគោរពច្បាប់អន្តរជាតិលោកកិនភីយល់ថាក្រៅពីតម្រង់ទិសចូលទៅតុលាការអន្តរជាតិកម្ពុជាត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងទើបអាចការពារផលប្រយោជន៍ជាតិរបស់ខ្លួនបានមិនទាន់មានការឆ្លើយតបផ្លូវការពីកម្ពុជានៅឡើយចំពោះករណីនេះគិតត្រឹមម៉ោងចេញផ្សាយ